សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូសម្ដែងរឿងរបស់ខ្ញុំទៀតហើយតែមុននឹងឈានចូលទៅដល់វីដេអូសង្ឃឹមថាអ្នកទាំងអស់គ្នាកុំភ្លេចជួយ like ជាពិសេសគឺ subscribe ឲ្យខ្ញុំម្នាក់មួយផងsubscribe ឲ្យនៅបើសិនជាហើយយើងទៅតាមដានសាច់រឿងយើងតទៀតនៅក្នុងភាគនេះផងដែរនៅពេលដែលយាយកាគាត់កំពុងតែធ្វើនំមេស្រីតូចដែលមកលេងផ្ទះរបស់នាងគឺពិតជាឃ្លានខ្លាំងមែនតើហើយក៏បានសួរទៅកាន់មេកាថាតើឥឡូវនឹងមានអីហូបអត់តែមេកាក៏បានប្រាប់វិញថានាងរវល់តែរំភើបជាមួយនឹងនំខេកដែលយាយការធ្វើដូច្នេះហើយពួកគេគឺមិនមានអាហារពេលល្ងាចនោះទេប៉ុន្តែកុំបារម្ភអីពីព្រោះពួកគេអាចកំងពីខាងក្រៅហូបបាននៅយប់នេះមេធំក៏បានស្រែកហៅគ្រីស៊ីម៉ាឲ្យមកជួបគាត់បន្តិចដោយសារតែពេលនេះគឺពួកគេទៅរ៉ាប់រងអាហារពេលយប់ដោយខ្លួនឯងដូច្នេះហើយគាត់ក៏បានបញ្ជាឲ្យគ្រីស៊ីម៉ាទៅកក់បន្ទប់ឯកជនមួយសម្រាប់ពួកគេធ្វើការហូបអាហារទោះពេលដែលគាត់តាក់ទងទៅគាត់ក៏បានកក់កន្លែងមួយសម្រាប់ហូបអាហារនៅពេលល្ងាចនេះជាងការទៅមើលឈុតនៅក្នុងហាងវិញម្ដងដែលនៅពេលនេះក្មេងស្ទៀវដែលរករឿងទៅកាន់ម្ចាស់ហាងការពីដែលគ្រីស៊ីម៉ាបានជួយកំពុងតែរករឿងទៅកាន់ម្ចាស់ហាងនោះមួយទៀតហើយដែលពួកគេបានព្យាយាមកំងអាហារពីហាងមួយនោះបន្ថែមទៀតទោះបីជាម្ចាស់ហាងបាននិយាយថាប៉ុន្តែពួកគេគឺបានកំងអាហារច្រើនណាស់មកហើយក្មេងស្ទៀវដែលជាយ៉ាណាហ្គីនោះនៅតែបន្តទៀមទាថាកុំចេះតែនិយាយព្រោះអីពួកគេចង់ដើរលេងសប្បាយនៅយប់នេះពួកគេត្រូវការអីយកនឹងមកឲ្យគាត់មកជាងការទៅមើលឈុតនៅក្នុងផ្ទះវិញម្ដងនៅពេលនេះយាយកាបានធ្វើនំខេករបស់គេរួចរាល់ហើយនៅពេលនោះមេកាក៏បានយកមួយចំណែកឲ្យទៅកាន់ក្មេងស្រីតូចផងដែរដើម្បីឲ្យនេះយកទៅញ៉ាំបំបត្តិការឃ្លានសិនទៅនៅពេលនោះគ្រីស៊ីម៉ាក៏បានដើរកាត់បន្ទប់មួយនោះយាយកាក៏ចង់ឲ្យគ្រីស៊ីម៉ាមកភ្លក់នំខេករបស់នាងណាប៉ុន្តែដោយសារតែពេលនោះគ្រីស៊ីម៉ារវល់ត្រូវទៅក្រៅជាបន្ទាន់គាត់ក៏បានប្រាប់ទៅកាន់នាងថាគាត់នឹងត្រឡប់មកផ្ទះវិញនៅពេលឆាប់នេះហើយគាត់ក៏បានចាកចេញទៅក្រៅបាត់ទៅនៅត្រង់នេះតាមពិតទៅគ្រីស៊ីម៉ាអត់ដឹងនោះទេថាយាយកាបានធ្វើនំខេកជូនគាត់ហើយគាត់គ្រាន់តែប្រាប់ថាពេលនេះគាត់រវល់តែប៉ុណ្ណោះអញ្ចឹងហើយគាត់ត្រូវចេញទៅក្រៅជាងការទៅមើលឈុតនៅក្នុងហាងវិញម្ដងនៅពេលនោះក្មេងស្ទើរពីរនាក់ហ្នឹងកំពុងតែរករឿងម្ចាស់ហាងយ៉ាងចាស់ដៃទៀតហើយថែមទាំងបានវាយគាត់ខ្ទប់ទៅនឹងជញ្ជាំងទៀតផងហើយថែមទាំងបាននិយាយទៀតថាតាចាស់ម្នាក់ហ្នឹងគឺពិតជាកំសាកខ្លាំងមែនតែនវាយត្រូវទៅពីបិដៃក៏ស្លាប់ដេកទៅគៀនជាងបាទហើយតាមពិតទៅពួកហ្នឹងគឺមកស៊ីម្ហូបមកឲ្យលុយអញ្ចឹងបានជាកំងម្ហូបថែមគាត់មិនចង់យកឲ្យនោះទេមិត្តភក្តិរបស់យ៉ាណាគីក៏បានគម្រាមទៅកាន់គាត់ថាទីនេះគឺជាទឹកដីរបស់ក្រុមសាគូរ៉ាគីបើមិនជាពួកគេនៅតែបន្តធ្វើបែបនេះច្បាស់ជាមិនរួចខ្លួនជាមិនខាននៅឡើយយ៉ាណាគីនៅតែបន្តនិយាយថាការពិតទៅគ្រីស៊ីម៉ានៅពេលនេះផាជារវល់មើលថែក្មេងតូចរបស់គេហើយគ្មានពេលមកទាលុយអំពីហាងនេះនោះទេអញ្ចឹងហើយក៏ចង់ធ្វើអីក៏បានដែរវាចៃដន្យណាស់ហាងដែលគ្រីស៊ីម៉ាកំងម្ហូបល្ងាចនេះក៏ជាហាងមួយនឹងផងដែរគាត់បានដើរចូលមកដល់ហើយស្ដាប់ឮពាក្យសម្ដីរបស់ក្មេងទំនើងទាំងពីរនាក់ហ្នឹងនិយាយទាំងអស់គាត់ក៏បានចូលទៅខាងក្នុងដើម្បីសួរស្ដីទៅកាន់ពួកគេយ៉ាណាហ្គីដោយសារតែគាត់ស្វឹងនៅតែបន្តនិយាយឆ្លើយទៀតថាគ្រីស៊ីម៉ាពេលនេះអត់រវល់នៅមើលថែក្មេងតូចរបស់គេទេមែនហេតុអីបានជាមានពេលវេលាមកកាន់ទីនេះគ្រីស៊ីម៉ាពេលនោះអត់បាននិយាយច្រើនទេក៏បានបើកការវិភាគទៅលើអាមួយនឹងតែម្ដងលុះនៅពេលដែលគាត់ចៅការជាមួយនឹងពួកក្មេងស្ទើរទាំងពីរនាក់នឹងរួចពេលដើរចេញមកខាងក្រៅគាត់ក៏បានជួបជាមួយនឹងបរិសម្នាក់ដែលមកពីក្រុមបាយ៉ាគូសាផ្សេងទៀតដែលគាត់មានឈ្មោះថាម៉ាស៊ីរ៉ូយូរីអពេលម្នាក់ហ្នឹងគឺគាត់ចូលចិត្តតុបតែងខ្លួនមែនតើសូម្បីតែក្លិនទឹកអប់នៅជាប់ខ្លួនរបស់គាត់ក៏ធ្វើឲ្យគ្រីស៊ីម៉ានឹងចង់ពលផងដែរនៅពេលនោះគាត់ចង់ជូនគ្រីស៊ីម៉ាត្រឡប់ទៅផ្ទះវិញប៉ុន្តែគ្រីស៊ីម៉ាមិនយល់ព្រមនោះទេនៅពេលនេះយើងក៏ទៅមើលឈុតនៅក្នុងប៉ាសាគូរ៉ាគីវិញម្ដងនំខេកដែលយាយកាបានធ្វើត្រូវបានចែកចាយពីពេញនៅក្នុងផ្ទះទាំងអស់ហើយនាងក៏ទុកមួយចំណាយសម្រាប់គ្រីស៊ីម៉ានៅពេលដែលគាត់ត្រឡប់មកវិញផងដែរនៅពេលដែលគ្រីស៊ីម៉ាត្រឡប់មកដល់ផ្ទះវិញក៏បានយកនំខេកមួយចំណែកនោះបកគលទៅឲ្យគាត់នៅពេលដែលបានញ៉ាំចូលនៅក្នុងមាត់គ្រីស៊ីម៉ានិយាយទៅសារមែនថាអូនំខេករបស់នាងគឺពិតជាឆ្ងាញ់មែនតែនថែមទាំងមានស៊ុបកាឡាថែមទៀតផងហើយមូលហេតុដែលយាយកាធ្វើនំស៊ុបកាឡាបែបនេះពីព្រោះនាងដឹងថាគ្រីស៊ីម៉ាគឺគាត់ចូលចិត្តស៊ុបកាឡាយើងក៏ទៅមើលឈុតស៊ូគីហារ៉ាវិញម្ដងនៅពេលនេះគេកំពុងតែកប់សក់សពរបស់ក្មេងទំនើងពីរនាក់នឹងហើយស៊ូគីហារ៉ាកប់បណ្ដានឹងត្អូញត្អែបណ្ដាថាពួកគេទាំងអស់នោះនៅក្នុងផ្ទះកំទៅជួបលៀងញ៉ាំនំខេកយ៉ាងឈ្ងុយឆ្ងាញ់ចំណែកគាត់វិញបែរជាមិនធ្វើការតែម្នាក់ឯងហើយក៏ប៉ុន្តែមនុស្សដែលគាត់កំពុងតែកប់នេះគឺមិនទាន់ស្លាប់នៅឡើយទេបើយើងនិយាយអស់ទៅគ្រីស៊ីម៉ាមិនបានស្លាប់ពីអ្នកនឹងចោលនោះទេដែលខុសពីអត្តចរិតរបស់គាត់កាលពីមុនខ្លាំងណាស់ចំណែកស្អីរឿងនៅក្នុងវីដេអូនេះខ្ញុំសូមចប់ទៅត្រឹមនឹងសិនសង្ឃឹមថាអ្នកទាំងអស់គ្នាមិនចិត្តដាច់ទេណាជួយ Subscribe ឲ្យ Channel របស់ខ្ញុំមួយផងដើម្បីតាមដានទស្សនានៅភាគថ្មីទៀតអរគុណអ្នកទាំងអស់គ្នាមែនតើសម្រាប់ការតាមដានទស្សនាវីដេអូមួយនេះជូនពរអ្នកទាំងអស់គ្នាសំណាងល្អ